ការដឹកនាំក្រុមលក់មិនពិបាកពេកទេនៅពេលដែលយើងមានយុទ្ធសាស្ត្រគ្រប់គ្រាន់នៅពេលដែលយើងមានទស្សនៈសាយវែងឆ្ងាយនិងមានជំនាញអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដឹកនាំយុទ្ធសាស្ត្រទី3ដែលយើងគួរតែមានគឺការជ្រើសរើសផលិតផលអញ្ចឹងជាថ្នាក់ដឹកនាំផ្នែកលក់ត្រូវតែច្បាស់ខ្លួនឯងថាខ្លួនកំពុងតែជ្រើសរើសយកផលិតផលបែបរូបិយឬក៏អរូបិយអញ្ចឹងបើរូបិយឧទាហរណ៍លក់របស់ដូចនាឡិកាដូចទូរស័ព្ទដូចឡានហ្នឹងយើងអាហ្នឹងគឺជាផលិតផលដែលយើងមើលឃើញនឹងភ្នែកនិងផលិតផលមួយទៀតគេហៅអរូបិយគឺប្រភេទសេវាកម្មអញ្ចឹងសំណួរសួរថាយើងយកផលិតផលណាមួយលក់អញ្ចឹងនៅពេលដែលយើងសម្រេចចិត្តយកផលិតផលណាមួយច្បាស់លាស់មកលក់យើងក៏ត្រូវញែកទៀតតើយើងមានផលិតផលប្រមាណហើយផលិតផលណាយើងគួរតែចេញមុនចេញក្រោយហើយឬក៏ផលិតផលណាដែលយើងផ្ដោតសំខាន់ជាងគេអញ្ចឹងបើយើងអត់ច្បាស់ពីផលិតផលក្រុមរបស់យើងក៏អត់ដឹងធ្វើអីដែរអញ្ចឹងយើងត្រូវតែច្បាស់ពីផលិតផលរបស់យើងថាជាប្រភេទរូបិយឬអរូបិយហើយផលិតផលរបស់យើងមានប៉ុន្មានពិសេសត្រង់ណាហើយគួរចាប់ផ្ដើមមួយណាមុនមានតែចេញផលិតផលសេវាកម្មណាមួយលក់មុនអញ្ចឹងដើម្បីអីយើងចាត់អត្ថប្រយោជន៍ទៅលើផលិតផលដើម្បីឲ្យក្រុមរបស់យើងត្រៀមខ្លួនជាស្រេចក្នុងការលក់ក្នុងការចេញផ្សព្វផ្សាយក្នុងការនាំផលិតផលឬក៏សេវាកម្មនោះចូលទីផ្សារដោយភាពជឿជាក់គឺត្រូវរើសផលិតផលឲ្យបានច្បាស់លាស់ហើយផលិតផលណាចេញមុនចេញក្រោយហើយគួរអាប់ដេតផលិតផលយ៉ាងម៉េចអញ្ចឹងជាយុទ្ធសាស្ត្រងាយៗគឺត្រូវតែរើសផលិតផលឲ្យបានសមស្រប